ប្រុសញាក់ពីគេងឃើញរឿងដ៏គួរឲ្យខ្លាចអាហារពេលព្រឹកម្ដាយចង់យកមកឲ្យហាក់បីដូចជាមិនស្រួលពេលស្ត្រីនោះចេញទៅគេប្រញាប់យកស្លាបព្រាគោក្នុងបបពិតមែនក្លិនចម្លែកភីចេញមកឬមួយព្រោះខ្លួនដឹងអាចកំបាំងស្ត្រីនោះទើបត្រូវគេសម្លាប់បំបិតមាត់ដើម្បីបញ្ជាក់ការសង្ស័យក្នុងចិត្តគេក្រោកឡើងភ្លាមយកប្រអប់ខ្មៅដៃពីថតចាក់បោចូលទៅក្នុងនោះរួចយូរកាតាបធ្វើដូចគ្មានរឿងអ្វីចេញទៅក្រៅតែពេលថមបែកខ្លួនម្ដាយចង់ស្រាប់តែហៅគេតាមពិតបាតកាតាបកំពុងជ្រាបទឹកចេញមកស្ត្រីនោះយកក្រណាត់ដើរទៅជួយជូតថមក្នុងចិត្តញ័ររន្ធត់ប្រញាប់បកស្រាយថាប្រហែល10ខាងក្នុងបិទមិនចិត្តហើយប្រាប់ថាខ្លួនមានណាត់ជាមួយមិត្តពេលវេលាមានកំណត់រួចក៏ប្រញាប់ប្រញាល់ចេញទៅមិនដឹងថាប្រតិកម្មចម្លែកខ្លួននិងបដែលស្រក់លើឥដ្ឋបានធ្វើឲ្យស្ត្រីនោះសង្ស័យហើយថមក៏ទៅរកមិត្តរួមថ្នាក់ចិត្តស្និទ្ធបំផុតហើយប្រាប់នាងពីការសង្ស័យក្នុងចិត្តពីមុននៅតិចសាសមានរឿងក្តីមួយជាតិក៏លាយថ្នាំពុលក្នុងអាហារសម្រាប់ប្តីចុងក្រោយដណ្ដើមទ្រព្យសម្បត្តិទាំងអស់ដោយសារកម្រិតថ្នាំតិចតួចធ្វើឲ្យពេលនោះពិបាករកឃើញហើយការស្លាប់ភ្លាមរបស់ម្ដាយនិងឆ្កែសុទ្ធតែកើតឡើងក្រោយស្ត្រីនោះមកដល់ក្មេងស្រីលឺហើយមុខឡើងស្លេកតែមិនទាន់នាងមានប្រតិកម្មថមក៏សុំឲ្យមិត្តជួយគេរឿងមួយដើម្បីលាក់អត្តសញ្ញាណប្រម៉ូទស្តាងឲ្យបានច្រើនគេឲ្យក្មេងស្រីនោះយក$300ប្រើឈ្មោះរបស់គេទៅកន្លែងពិនិត្យវិភាគអាហារក្នុងប្រអប់ខ្មៅដៃនឹកស្មានមិនដល់ត្រូវក្មេងស្រីបដិសេធភ្លាមក្មេងស្រីនោះគិតមិនយល់ទោះបីមិនអាចទទួលយកស្ត្រីថ្មីរបស់ឪពុកក៏មិនបាច់សង្ស័យនាងបែបនេះដែរដឹងថាមិត្តប្រហែលយល់ច្រឡំខ្លួនថមប្រឹងបកស្រាយចង់បញ្ចុះបញ្ចូលនាងតែពេលកំពុងបង្កើន collagen ឲ្យរាងកាយដោយប្រើប្រាស់ជាមួយនឹងយាសកា collagen tripeptide ដែល collagen នេះគឺជា collagen មួយប្រភេទដែលមានកម្រិត mg ខ្ពស់រហូតដល់48000 mg ហើយជាពពួក collagen tripeptide collagen ពពួក tripeptide នេះគឺជា collagen មួយប្រភេទដែលវាមានសមត្ថភាពនិងប្រសិទ្ធភាពខ្ពស់ខ្លាំងជាងគេបើធៀបទៅនឹងប្រភេទ collagen ទូទៅ molecule តូចៗដែលមាននៅក្នុង collagen យាសកា tripeptide មានសមត្ថភាពខ្ពស់ក្នុងការជ្រាបចូលសារពាង្គកាយរបស់យើងបានល្អខ្លាំងមែនទែនហេតុធ្វើឲ្យអ្នកដែលបានញ៉ាំជាមួយនឹង collagen យាសកា tripeptide នេះហើយគឺទទួលបានស្បែកដែលមានសំណើមមានជាតិទឹកកាត់បន្ថយនៅបញ្ហាជ្រៅជ្រួញនៅលើស្បែកសហាប់តឹងណែនក្មេងជាងវ័យជាពិសេសនោះគឺជួយបដោះសក់កញ្ចក់ឲ្យដុះលូតលាស់លឿនហើយរឹងមាំបាននិយាយពីស្បែកមុខវិញគឺជួយដល់បញ្ហាមុនស្នាមជាប់អាចរយនៅលើស្បែកបានល្អមែនទែនកាន់តែពិសេសទៀតនោះគឺជួយដល់បញ្ហាសន្លាក់ជួយឆ្អឹងរបស់យើងរឹងមាំសម្រាប់បងសេសដែលគាត់មានបញ្ហាធ្លាក់សរដូវមកអត់ទៀងគឺប្រើប្រាស់ជាមួយនឹង collagen យាសកា tripeptide ជួយបានល្អខ្លាំងមែនទែនតែប្រតបគ្នាប្រអប់ខ្មៅដៃដែលដាក់អាហារតែជាធ្លាក់កំពុកលើដីឃើញផូស្តាងដែលខ្លួនខំប្រមូលបាត់បងអស់ក្មេងប្រុសខឹងខ្លាំងស្រែកឡូឡាឯក្មេងស្រីភ័យក៏រត់បាត់ភ្លាមអ្វីដែលគួរឲ្យឆ្ងល់គឺហេតុអ្វីថមជាថាម្ដាយចង់ជាគៀតកតាមពិតពេលម្ដាយគេឈឺនៅផ្ទះឪពុកបានជួលអ្នកមើលថែតែតាំងពីនាងមកដល់ផ្ទះថមតែងតែមានអារម្មណ៍មិនស្រួលមិនត្រឹមតែឆ្កែដែលស្លូតស្រាប់តែកាច់ឡើងឃើញស្ត្រីនោះតែងតែព្រុសខ្លាំងហើយម្ដាយចូលចិត្តពន្លឺថ្ងៃណាស់តែនាងបែរជាទីងវាំងបិទចិត្តកាន់តែចម្លែកគឺមិនយូរប៉ុន្មានម្ដាយដែលគេទីថានៅរស់បានកន្លះឆ្នាំស្រាប់តែស្លាប់បាត់នៅថ្ងៃបុណ្យសពជ្រុងមាត់ស្ត្រីនោះលេចចេញស្នាមញឹមចម្លែកទោះត្រឹមតែមួយផ្លែតតែថមបានឃើញច្បាស់នឹងភ្នែកគេជឿជាក់យ៉ាងខ្លាំងស្ត្រីម្នាក់នេះច្បាស់ជាមានបញ្ហាតែពេលគេប្រាប់ការសង្ស័យប្រាប់ឪពុកនិងប្អូនប្រុសតែជាគ្មានអ្នកណាក្នុងផ្ទះជឿព្រោះក្នុងចិត្តពួកគេអ្នកមើលថែជាមនុស្សស្អាតចិត្តល្អដើម្បីលាបត្រដាងភាពពុតត្បុតរបស់នាងថ្ងៃនេះគេឆ្លៀតពេលស្ត្រីនោះចេញក្រៅលួចតាមពីក្រោយនឹកស្មានមិនដល់ទៅឃើញនាងនិងឪពុកថាបគ្នាក្នុងឡានថមទោះបីជាភ្ញាក់ផ្អើលខ្លាំងតែអ្វីហាក់ដូចជាកំពុងកើតឡើងដោយការគិតរបស់គេពិតដោយការស្មានមែនមួយអាទិត្យក្រោយឪពុកក៏ប្រកាសដំណឹងអ្នកទាំងពីរតាក់ទងគ្នាហើយស្ត្រីនោះឆាប់រៀបអីវ៉ាន់មករស់នៅផ្ទះថមក្នុងចិត្តមិនសប្បាយចិត្តខ្លាំងគេយករឿងក្នុងចិត្តទៅប្រាប់មិត្តរួមថ្នាក់តែមិត្តនាងគិតថាព្រោះម្ដាយគេស្លាប់ដោយសារតានតឹងពេកទើបមិនអាចទទួលយកការពិតបាននាងនៅលួងថមថាគុំគិតផ្ដេសផ្ដាសសាក់លបងបើកចិត្តក្រោយឮសម្ដីមិត្តថមក្នុងចិត្តរាំងស្ទាក់ស្ទើរគេក៏សង្ស័យថាខ្លួនឯងប្រហែលគិតច្រើនពេកតែរឿងដែលកើតឡើងបន្ទាប់បែរជាធ្វើឲ្យគេភ្ញាក់ផ្អើលម្ដងទៀតពេលយប់ត្រឡប់ដល់ផ្ទះដើម្បីសម្រួលទំនាក់ទំនងថមមិនត្រឹមសរសើរម្ដាយចង់ធ្វើម្ហូបឆ្ងាញ់ថែមទាំងស្ម័គ្រចិត្តនិយាយលេងជាមួយនាងតែស្ត្រីនោះបែរជានិយាយពីរឿងកុមារភាពដ៏កំសត់ម្ដាយស្លាប់តាំងពីក្មេងឪពុកផឹកស្រាគ្រោះថ្នាក់ចរាចរណ៍ស្លាប់តាមពិតនាងក្មេងកំព្រាបងប្អូនទាំងពីរឮហើយអាណិតនាងណាស់តែពេលនោះក្នុងផ្ទះស្រាប់តែឮសំឡេងឆ្កែប្រុសឃើញអ្នកទាំងពីរមិនទាន់ញ៉ាំរួចម្ដាយចង់ស្ម័គ្រចិត្តជួយបណ្ដាលឆ្កែមុនទៅថែមទាំងដាស់តឿនបងប្អូនទាំងពីរចាំឪពុកមកត្រូវតែកម្ដៅអាហារសិនសឹមញ៉ាំឃើញម្ដាយចង់យកចិត្តទុកដាក់ម្លេះថមក្នុងចិត្តមានអារម្មណ៍ខុសបន្តិចប្រហែលពីមុនពិតជាខ្លួនយកខុសលើនាងហើយមិនយូរប៉ុន្មានក្រោយឪពុកត្រឡប់មកវិញគេក៏ស្ម័គ្រចិត្តសរសើរម្ដាយចង់ឃើញរបស់កូនមានការផ្លាស់ប្ដូរឪពុកក៏មានអារម្មណ៍ធូរស្បើយចិត្តតែស្រាប់តែឮសំឡេងយំពីខាងក្រៅក៏បានបំផ្លាញភាពចុះសម្រុងគ្នានេះភ្លាមឃើញស្ត្រីនោះប្រឡាក់ឈាមពេញខ្លួនអង្គុយលើដីហើយនៅមិនឆ្ងាយពីនាងគឺជាសាកសពឆ្កែដែលប្រឡាក់ឈាមពួកយើងកំពុងឆ្លងផ្លូវស្រាប់តែមានឡានមួយបត់យ៉ាងលឿនវាក៏ស្រាប់តែរត់ទៅខ្ញុំធានាថាខ្ញុំកាន់ខ្សែវាជាប់រហូតអ្នកកុហកថមខឹងយ៉ាងខ្លាំងគេជឿជាក់ថាការស្លាប់របស់ឆ្កែមិនមែនចៃដន្យទេហើយការស្លាប់ភ្លាមរបស់ម្ដាយច្បាស់ជានាងជាអ្នកធ្វើឃើញថមកាន់តែនិយាយកាន់តែខឹងតែវិនាទីបន្ទាប់ក៏ឈឺពោះក្រាបចុះលើដីយ៉ាងឈឺចាប់ឪពុកភ័យស្លន់ស្លោប្រញាប់នាំគេទៅមន្ទីរពេទ្យពិនិត្យតែចម្លែកគឺគ្រូពេទ្យមិនឃើញរាងកាយក្មេងប្រុសមានអ្វីខុសប្រក្រតីតែថមបែរជាមិនគិតអីចឹងគេប្រាប់ឪពុកថាច្បាស់ជាម្ដាយចង់ប្រើវិធីអ្វីមួយដែលគេមិនដឹងឪពុកឃើញបែបនេះក៏ពិបាកចិត្តមួយសន្ទុះក្រោយមកក៏បាននិយាយអាចកំបាំងមួយដែលលាក់ទុកជាច្រើនឆ្នាំតាមពិតគ្រួសារគាត់មានប្រវត្តិជំងឺផ្លូវចិត្តប្អូនប្រុសរបស់គាត់គឺដោយសារវាកចរិតធ្ងន់ធ្ងរចុងក្រោយក៏សម្រេចចិត្តលោតសម្លាប់ខ្លួនហើយរោគសញ្ញាដែលក្មេងប្រុសបង្ហាញពេលនេះគឺដូចគ្នាបេះបិទនឹងពូរបស់គេកាលនោះក្រោយលើឪពុកនិយាយថមមិនអាចស្ងប់ចិត្តបានគេក៏ចាប់ផ្ដើមសង្ស័យខ្លួនឯងម្ដងទៀតឬមួយអ្វីជាការស្រមៃរបស់គេតែថ្ងៃបន្ទាប់យ៉ាងលឿនគេក៏ឃើញភាពមិនប្រក្រតីក្នុងអាហារម្ដាយចុងបន្ទាប់មកក៏កើតរឿងដូចឈុតដំបូងពេលយប់ត្រឡប់ដល់ផ្ទះថមសង្ស័យម្ដាយចុងដាក់ថ្នាំពុលក្នុងអាហារគេសម្លឹងមើលសាច់គោក្នុងចានមិនហ៊ានញ៉ាំសោះតែក្រោយគិតមួយ
មួយផ្លែតគេក៏សុំដូរអាហារជាមួយឪពុកតែត្រូវម្ដាយចង់រារាំងភ្លាមស្ត្រីនោះបដូរពីភាពស្លូតបូតហើយស្ដីបន្ទោសក្មេងប្រុសយ៉ាងខ្លាំងញ៉ាំម្ហូបខ្ញុំមិនបានថ្ងៃក្រោយខ្ញុំមិនបំរើទេអ្នកធ្វើអ្វីអ្នកដឹងច្បាស់សូមកុំឆ្លោះគ្នាដើម្បីរកភស្តុតាងនាងដាក់ថ្នាំពុលថមក្រោកឡើងដាក់សាច់គោក្នុងថង់ត្រៀមយកទៅពិនិត្យម្ដងទៀតតែត្រូវឪពុករារាំងភ្លាមក្មេងប្រុសក៏រុញគាត់ចេញយកកាំបិតចុងភៅពីតនៅក្បែរនោះព្រមមានឪពុកគុំឲ្យចូលមកចិត្តឯម្ដាយចង់ឃើញបែបនេះក៏ប្រញាប់ដកទូរស័ព្ទទៅដឹងប៉ូលីសប្អូនប្រុសគិតថាបងប្រុសកំពុងបង្កបញ្ហាក៏និយាយព្យាយាមខាត់បងប្រុសតែថមបែរជារត់ចូលបន្ទប់ម្ដាយចង់ភ្លាមហើយចាក់សោទ្វារពីខាងក្នុងគេដឹងច្បាស់ពេលនេះគ្មានអ្នកណាជឿគេទេដូច្នេះគេត្រូវតែរកថ្នាំពុលដែលស្ត្រីនោះលាក់ទុកគេឆែកឆេររកពេញបន្ទប់តែនៅតែរកមិនឃើញសោះស្រាប់តែទ្វារបន្ទប់ត្រូវឪពុកដែលបារម្ភធាក់បើកគាត់ព្យាយាមលួងលោមអារម្មណ៍កូនប្រុសតែពេលនេះម្ដាយចង់បែរជាដើរចូលមកអារម្មណ៍ថមដែលទើបស្ងប់ក៏ផ្ទុះឡើងភ្លាមក៏ស្ទុះទៅដោយមិនគិតអ្វីសំដៅទៅកាំបិតក្នុងដៃស្ត្រីនោះក៏ដល់ចំកណ្ដាលពោះរបស់គេពេលនោះប៉ូលីសក៏មកដល់ល្មមពួកគេក៏ចាប់ឃាត់ក្មេងប្រុសភ្លាមបែបនេះថមក៏ត្រូវគេនាំខ្លួនទៅឃុំឃាំងមួយថ្ងៃមុនការកាត់ក្តីមេធាវីចង់ឲ្យថមទទួលស្គាល់ថាខ្លួនមានជំងឺវិកលចរិតព្រោះតែបែបនេះទើបគេមិនត្រូវកាត់ទោសធ្ងន់តែត្រូវថមបដិសេធភ្លាមគេជឿជាក់យ៉ាងខ្លាំងថាខ្លួនគ្មានជំងឺទេហើយក៏ដាច់ខាតមិនព្រមអន់ក្បាលឲ្យស្ត្រីអាក្រក់នោះប្អូនប្រុសដែលរងចាំខាងក្រៅលឺអ្នកទាំងពីរនិយាយគ្នាក៏ស្ទុះចូលមកគេយំផងនិយាយផងថាមិនចង់បាត់បង់បងប្រុសហើយណែនាំថមឲ្យយល់ព្រមតាមមេធាវីបើមិនអីចឹងខ្លួននឹងចេញមុខធ្វើសាក្សីប្រាប់គ្រប់គ្នាថាបងប្រុសជាមនុស្សឈួតគ្មានវិធីថមបានត្រឹមតែយល់ព្រមគេនៅតុលាការស្ម័គ្រចិត្តទទួលស្គាល់ថាខ្លួនមានជំងឺវិកលចរិតធ្ងន់ធ្ងរអ្វីដូចការគិតចុងក្រោយថមត្រូវគេបញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្តស្មានថាមិនយូរនឹងបានជួបជុំគ្រួសារវិញនឹកស្មានមិនដល់តាំងពីពេលនោះបែកគ្នាជារៀងរហូត5 ខែក្រោយម្ដាយចង់មកសួរសុខទុក្ខថមក្នុងមន្ទីរឃុំឃាំងនាងប្រាប់ថាខ្លួនបានជាសះស្បើយហើយអាណិតក្មេងប្រុសថាដាច់ខាតកុំបន្ទោសខ្លួនឯងតែច្បាស់ណាស់ថមមិនចង់និយាយជាមួយមនុស្សពុតត្បុតនេះទេគេមើលឃើញរហូតធុញទ្រាន់ហើយស្ត្រីនោះឃើញបែបនេះក៏ខ្សឹបប្រាប់ថមថាឪពុករបស់គេបានស្លាប់ដោយសារជំងឺបេះដូងតែសំណាងល្អពេលនោះកំពុងគេងមិនមានការឈឺចាប់បន្តិចសោះទៅបានយ៉ាងស្ងប់ឃើញភាពអាក្រក់ក្នុងភ្នែកស្ត្រីនោះតាមពិតដោយការស្មានរបស់គេមែនគេប្រញាប់សួរសុខទុក្ខប្អូនប្រុសនឹកស្មានមិនដល់ត្រូវប្រាប់ថាប្អូនប្រុសឈឺមួយរយៈនេះតែងតែឈឺក្រពះថ្ងៃក្រោយប្រហែលមិនអាចមកសួរសុខទៀតថមលឺហើយកំហឹងក៏ផ្ទុះឡើងក្រោកឡើងចង់ច្របាច់ក៏ស្ត្រីអាក្រក់នេះភ្លាមតែត្រូវគ្រូពេទ្យនៅជុំវិញខត់ជាប់ចាក់ថ្នាំសន្លប់មួយបញ្ជុលលើខ្លួនគេតាំងពីដើមដល់ចប់គេដឹងច្បាស់ពីចិត្តស្ត្រីនោះតែគេអាចផ្លាស់ប្ដូរអ្វីបានពេលនេះអាចធ្វើអ្វីបានការរួមបញ្ចូលគ្នាជាមួយនឹងអានុភាព3យ៉ាងរបស់អាស៊ីតអាមីណូដែលមានម៉ូលេគុលតូចល្អិតខ្លាំងមែនទែនបានធ្វើឲ្យយ៉ាស្កា collagen tripeptide คล้ายទៅជា collagen ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានិងមានសមត្ថភាពជ្រាបចូលទៅកាន់កោសិកាស្បែកបានយ៉ាងជ្រៅនិងលឿនជាង collagen ធម្មតាកូននឹង10ជាហើយធ្វើឲ្យយើងញ៉ាំទៅឆាប់ទទួលបានប្រសិទ្ធភាពខ្ពស់ស្បែកសភ្លឺថ្លាសហាក់តឹងណែនបែបមានសំណើមតាំងពីញ៉ាំជាមួយនឹងប្រអប់លើកដំបូងកត្តាទាំងអស់នេះហើយដែលធ្វើឲ្យអតិថិជនរបស់យ៉ាស្កា collagen បានញ៉ាំហើយគឺត្រឡប់មកឲ្យ feedback គ្រប់គ្នាតែម្ដងបន្ទាប់ពីបានញ៉ាំជាមួយនឹងយ៉ាស្កា collagen ហើយសង្កេតឃើញថាកញ្ចក់ដែលតែងតែមានសភាពពុកផុយคล้ายមកជាកញ្ចក់ដែលមានភាពរឹងមាំនិងដុសលូតលាស់បានល្អកាត់បន្ថយបញ្ហាសក់ជ្រូកជួយឲ្យសក់របស់យើងដុសលូតលាស់បានលឿនមិនត្រឹមតែប៉ុណ្ណោះទេសម្រាប់បងស្រីពេលមករដូវមានការឈឺចុកចាប់រដូវមកកក់ដុំគឺជួយសម្រួលបានល្អខ្លាំងមែនតើចាំតែពិសេសញ៉ាំតែមួយថ្ងៃមួយដបនឹងជួយបង្កើនថាមពលនៅក្នុងរាងកាយនិងបំពេញជាតិទឹកបានយ៉ាងល្អដែលជាហេតុធ្វើឲ្យស្បែកដែលមានសភាពយាធ្លាក់មុខមនជាំស្នាមអាចរយប្រែមកជាស្បែកដែលសភ្លឺទន់មាត់អាឡូងនិងសហាក់តឹងណែនបែបធម្មជាតិក្នុងការញ៉ាំជាមួយនឹងយ៉ាស្កា collagen tripeptide ដែលមានកម្រិត mg ខ្ពស់រហូតដល់ 48000 mg គឺជាជម្រើសដែលល្អសម្រាប់សុខភាពនិងសម្រស់ឲ្យកាន់តែក្មេងជាងវ័យ